Cristiano Ronaldo រកបានជិត$500 លានពីកុងត្រាថ្មីរយៈពេល2ឆ្នាំជាមួយ Al Nassr កីឡាករបាល់ទាត់ឆ្នើម Cristiano Ronaldo បានសម្រេចចុះហត្ថលេខាលើកុងត្រាថ្មីរយៈពេល2ឆ្នាំបន្ថែមទៀតជាមួយក្លឹប Al Nassr ដែលមានន័យថាប្រធានក្រុមជម្រើសជាតិប៉ុកទីហ្គាល់រូបនេះនឹងបន្តអាជីពនៅលីកកំពូលរបស់ប្រទេសអារ៉ាប៊ីសាអូឌីតរហូតដល់អាយុ42ឆ្នាំសម្រាប់កុងត្រាបច្ចុប្បន្នរបស់កម្ពុជាខ្សែប្រយុទ្ធប៉ុកទីហ្គាល់វ័យ40ឆ្នាំដែលបានផ្លាស់មកចូលរួមជាមួយនឹងក្លឹប Al Nassr ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Riyadh កាលពីខែធ្នូឆ្នាំ2022បន្ទាប់ពីការចាក់ចេញពីក្លឹប Manchester United រូបនេះនឹងអស់សុពលភាពនៅចុងខែមិថុនានេះផ្ទាល់តែម្ដងហើយការសម្រេចចិត្តបន្តកុងត្រាថ្មីនេះដើម្បីបិទបញ្ចប់ការរំពឹងទុកថា Ronaldo អាចនឹងចាក់ចេញពីទឹកដីអារ៉ាប៊ីសាអូឌីតបើយោងតាមប្រភពពីកាសែត The Sun បានលាតត្រដាងពីកិច្ចព្រមព្រៀងថ្មី Ronaldo ថា Ronaldo នឹងទទួលបានថ្លៃពលកម្មរហូតដល់$178 លានឬស្មើនឹង$245 លានអាមេរិកក្នុងមួយឆ្នាំពីក្លឹបបាល់ទាត់ Al Nassr មានន័យថាអតីតខ្សែប្រយុទ្ធឆ្នើម Sporting Lisbon Manchester United Real Madrid និងជួបទាវរូបនេះនឹងរកបាន$48,000 ឬនឹងស្មើនឹង$67,000 អាមេរិកក្នុងមួយថ្ងៃដូច្នេះត្រឹមតែ2ថ្ងៃ Ronaldo អាចរកបានចំនួន$1.3 លានបាត់ទៅហើយលើពីនេះទៀតកាសែត The Sun បានបន្តថាថ្លៃពលកម្មរបស់កីឡាករ Ronaldo នឹងកើនឡើងថែមទៀតប្រសិនបើរូបគេបន្តលេងដល់ឆ្នាំទី2នៃកុងត្រាថ្មីរយៈពេល2ឆ្នាំរបស់ខ្លួនជាមួយ Al Nassr ប្រភពដដែលក៏បានអះអាងបន្ថែមទៀតថា Al Nassr បានផ្ដល់ឲ្យ Ronaldo នៅចំណែកភាគហ៊ុន 15% នៅក្នុងក្លឹបដែលមានតម្លៃ$33 លានឬស្មើនឹង$45 លានដោយពួកគេសង្ឃឹមថា Ronaldo នឹងក្លាយជាអគ្គរដ្ឋទូតរបស់ក្លឹបនៅប៉ុន្មានសប្តាហ៍ខាងមុខនេះចាប់តាំងពីបង្ហាញខ្លួនលើទីលានជាលើកដំបូងជាមួយ Al Nassr កាលពីខែមករាឆ្នាំ2023រហូតមកដល់ពេលនេះ Ronaldo សុទ្ធបញ្ចូលទីបាន99គ្រាប់ពីការបង្ហាញខ្លួន111ប្រកួតដោយជួយក្រុមឈ្នះជើងឯកពានរង្វាន់ Arabi Club Champion Club កាលពីឆ្នាំ2023បន្ទាប់ពីបានជួយក្រុមជម្រើសជាតិប៉ុកទីហ្គាល់ឈ្នះជើងឯកក្នុងពានរង្វាន់ UEFA National League កាលពីជាង2សប្តាហ៍មុនរួចមកម្ចាស់ពានរង្វាន់ Ballon d'Or 5សម័យកាលរូបនេះប្រកាសណាស់ថារូបគេកំពុងតែកំណត់គោលដៅសម្រាប់ការប្រកួតព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ2026និងជាលើកទី6របស់ខ្លួនហើយក៏នឹងទំនងជាការបង្ហាញវត្តមានចុងក្រោយសម្រាប់ព្រឹត្តិការណ៍ World Cup មួយនេះ